ពេលអ្នកដែលប្រើហ្គីតាដំបូងដែលអត់តន់ចេះរឹតខ្សែឥឡូវខ្ញុំមានវិធីសាស្ត្រមួយទៀតដែលបងប្អូនដែលស្រួលរឹតខ្សែបំផុតបាទហើយយើងមិនបាច់ទៅរកណាទេគឺក្នុង app ទូរស័ព្ទរបស់យើងគឺមានកម្មវិធីដែលស្រួលរឹតហ្គីតាបងប្អូនស្ដាប់មើលហ្គីតានេះភ្លាវអូខេឥឡូវយើងឈប់ឲ្យវាភ្លាវយើងរៀនរឹតដោយខ្លួនឯងខ្ញុំមាន app មួយអូខេឥឡូវយើងចូលមើលទូរស័ព្ទដើម្បី download app ហ្នឹងទៅឥឡូវយើងចាប់ដើមចូលទៅ App Store យើងម្ដងទៀតអូខេយើងដែរយើងរកពាក្យដាក់ថៃដាក់ Guitar Tune Guitar Tuner បាទ Guitar Tuner បាទយើងដាក់ Guitar Tuner ឥឡូវបងប្អូនឃើញហើយបាទនេះគឺជាកម្មវិធីយើងយកមួយនេះណានេះ Guitar Tuner Chord Tab បាទបងប្អូនត្រូវ download កម្មវិធីមួយហ្នឹងមកឥឡូវរបស់ខ្ញុំ download ជាស្រេចហើយអញ្ចឹងយើងនឹងបិទវាយើងនឹងបើកកម្មវិធីហ្នឹងដើម្បីរឹតហ្គីតារបស់យើងបាទកម្មវិធី Tuner yes នេះទីនេះខ្ញុំបើកហើយណែឥឡូវវាដើរហើយអញ្ចឹងយើងរឹតតង់វាទៅវាមានតង់ដែលយើងត្រូវរឹតបាទនេះមាន E B G អញ្ចឹងយើងចាប់ដើមទៅទាំងអស់គ្នាខ្ញុំយកហ្គីតាសាកល្បងឲ្យបងប្អូនមើលឥឡូវខ្ញុំចាប់ដើមមកតេស្តវាណាតេស្តវាខ្សែតូចមុនអញ្ចឹង E មានន័យថាបាទអកមី E អញ្ចឹងយើងមើលវាគ្រីសឲ្យត្រូវហើយបាទអញ្ចឹងយើងកេះអក្សរ B មួយទៀតអញ្ចឹងមានន័យថា B ត្រូវហើយអក្សរ G មួយទៀតបាទភ្លាវ G អញ្ចឹងយើងរឹតវាតិចមកអូខេឥឡូវ G យើងត្រូវមួយទៀតហើយយើងចូលមកអក្សរ D ក៏ភ្លាវដែរអញ្ចឹងយើងរឹតវាតិចមកសញ្ញាវាដកគឺមានថាវាធូរសញ្ញាវាបូកមានន័យថាវាតឹងយើងរឹតវាចំកណ្ដាលមកណាតែវាគ្រីសចាស់ហើយមានន័យថាវាត្រូវសំឡេងវាហើយអូខេឥឡូវយើងចូលមកអក្សរ A មួយទៀត A វាមានដូចលើសមែនទេបងប្អូនលើសបូកឯងជាងយើងបន្ថយវាអូខេឥឡូវយើងចាប់ដើមចូលអក្សរ E ធំសលេងធំបើវាលើសទៀតអញ្ចឹងយើងបន្ថយវាមកថយជ្រុលយើងទៅឡើងវិញអូខេឥឡូវវាដើរពេញហើយយើងឥឡូវយើងចាប់ខតដូមួយសិនណាឲ្យចាប់ G អូខេអានេះវាតេស្តឲ្យយើងលេងចម្រៀងរបស់វាហ្នឹងអញ្ចឹងមានន័យថាឥឡូវយើងរឹតបានសម្រាប់ហើយឥឡូវនេះយើងបានរឹតហ្គីតាយ៉ាងរួចហើយឥឡូវយើងអាចកេះលេងបានហើយបាទវាអត់ខុសតង់ទៀតទេបាទព្រោះហើយអូខេឥឡូវយើងចាត់តង់ត្រូវវិញហើយអូខេសង្ឃឹមថាបងប្អូនដែលអ្នករៀនហ្គីតាថ្មីក៏នឹងយល់ហើយនឹងអាចធ្វើរឹតខ្សែដោយខ្លួនឯងបានមិនបាច់ទៅសួរគេឬពឹងអ្នកណាទេគឺយើងមានទូរស័ព្ទយើងអាចរឹតខ្សែដោយខ្លួនឯងបានអរគុណសម្រាប់មើលវីដេអូនេះបាយបាយ